បាទសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំចង់បង្ហាញទាក់ទងទៅនឹងអក្សរ D ហើយនិងអក្សរ T នៃភាសាអង់គ្លេសបាទដែលខ្ញុំចង់បង្ហាញទាក់ទងទៅនឹងការរៀនភាសាអង់គ្លេសងាយស្រួលដើម្បីយកមកចែករំលែកនៅថ្ងៃនេះហើយសូមបងប្អូនមួយចំនួនដែលមិនទាន់បានជួយចុច Subscribe នៅវីដេអូរបស់ខ្ញុំបាទសូមបានជួយចុច Subscribe លើនេះហើយនឹងចុចសញ្ញាកណ្ដឹងដើម្បីជាបណ្ដាពេលខ្ញុំបង្កើតឬក៏ផុសវីដេអូរៀងរាល់សប្តាហ៍បងប្អូននឹងបានឃើញបាទអូខេឥឡូវយើងនឹងចូលទៅរកការសិក្សានៃភាសាអង់គ្លេសនៃអក្សរ D ណាអក្សរ D ដែលខ្ញុំមិនត្រូវបង្ហាញមុនអក្សរ T អូខេតើតើទៅនឹងអក្សរ D បាទ D បើយើងនិយាយទៅគឺស្មើនឹងអក្សរខ្មែរយើងគឺអក្សរដឬក៏អក្សរដូណាអក្សរដឬក៏ដូណាអក្សរ D ហ្នឹងណាអូខេឥឡូវឧទាហរណ៍ពាក្យនេះយើងអានថា doll បាទ D O L L doll ហ្នឹងមានន័យកូនក្រមុំចំណែកពាក្យមួយនេះយើងអានថា dog ដែលមានអក្សរ D O G dog មានន័យសត្វឆ្កែចំណែកពាក្យនេះយើងអានថា diamond ដែលមានអក្សរ D បាទ D នៅខាងមុខហើយនឹងនៅខាងចុងនេះបាទ begin ហើយនឹង end ណា begin with D ហើយនឹង end with D ដែលមានន័យថាពេជ្រណា diamond ហ្នឹងមានន័យពេជ្រចំណែកពីមួយនេះយើងអានថា sad ដែលមានអក្សរ S A D sad មានន័យថាក្រៀមក្រំចំពោះពាក្យមួយនេះយើងអានថា bad មានន័យថាក្រែ bad មានអក្សរ B E D bad ចំណែកពាក្យនេះវិញយើងអានថា dad ដែលមានអក្សរ D នៅខាងមុខហើយនៅខាងចុង dad ដែលមាន D A D dad មានឪពុកឬក៏ប៉ាណាចំណែកពាក្យមួយនេះយើងអានថា hand ដែលមានអក្សរ H A N D ដែលមានន័យថាដៃឬក៏ប្រអប់ដៃចំណែកពាក្យនេះយើងអានថា bad មានន័យថាអាក្រក់ដែលមានអក្សរ B A D bad អាក្រក់ចំណែកពាក្យនេះវិញយើងអានថា dark ដែលមានអក្សរ D U C K dark មានន័យថាទាបាទសត្វទាណាចំណែកពាក្យមួយនេះយើងអានថា bad មានអក្សរ B E D bad មានន័យថាក្រែអូខេចំណែកអក្សរមួយនេះយើងជាអក្សរ T បាទ T នៃភាសាអង់គ្លេសដែលស្មើនឹងអក្សរខ្មែរយើងហ្នឹងយើងអាចថាវាមានពេលខ្លះសម្លេងថឬក៏ធឬក៏តអញ្ចឹងណាអូខេឥឡូវឧទាហរណ៍ពាក្យនេះយើងអានថា toe ណា T O E toe មានន័យរៀមជើងចំណែកពាក្យនេះយើងអានថា nut ដែលមាន N U T nut មានន័យថាគ្រាប់ធញ្ញជាតិពាក្យទី3យើងអានថា ten ណា ten ដែលមានអក្សរ T E N ten មានន័យលេខ10ពាក្យនេះយើងអានថា towel ដែលមានអក្សរ T O W E L towel មានន័យថាកន្សែងចំណែកពាក្យនេះវិញយើងអានថា jet ដែលមានអក្សរ J E T jet មានន័យថាយន្តហោះចំណែកពាក្យនេះវិញយើងអានថា cut បាទអានថា cut ណា cut មានអក្សរ C U T cut ហ្នឹងមានន័យកាត់ណាចំណែកពាក្យនេះយើងអានថា rat មានអក្សរ R A T rat មានន័យថាកណ្ដុរបាទយើងអានកណ្ដុរយើងនិយាយកណ្ដុរប៉ុន្តែដល់ពេលយើងសរសេរកណ្ដុរអូខេឥឡូវពាក្យបន្តទៀតពាក្យនេះយើងអានថា bat
មានន័យថាប្រជីវណាប្រជីវឬក៏យើងអាចថាមានន័យថាដំបងវា baseball bat វាប្រជីវចំណែកពាក្យនេះអានថា hat មានតែមូសណាមូសមានអក្សរ HAT hat ហើយពាក្យនេះអានថា fat មានអក្សរ FAT fat វាធាត់ម៉ាប់អរគុណច្រើនចំពោះបងប្អូនដែលបានទស្សនាតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់សូមបានជួយចុច Subscribe សម្រាប់បងប្អូនដែលមិនទាន់បានជួយ Subscribe ហើយបងប្អូនអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានបើមានបញ្ហាខុសឆ្គងកន្លែងណាបងប្អូនអាច comment ដើម្បីជាការស្ថាបនាឬងាយស្រួលខ្ញុំនឹងធ្វើវីដេអូបន្តទៀតដើម្បីឲ្យបានធ្វើជាវីដេអូដើម្បីឲ្យបានឲ្យល្អជាងនឹងពីព្រោះខ្ញុំមិនដឹងថាអារម្មណ៍ឬបងប្អូនគិតយ៉ាងម៉េចសម្រាប់វីដេអូមួយនេះបងប្អូនអាចជួយ comment នៅខាងក្នុងវីដេអូរបស់ខ្ញុំបានបាទសូមអរគុណច្រើនសូមជួបគ្នានៅពេលក្រោយទៀតបាទសូមអរគុណ